នៅអាមេរិកនេះបងប្អូនចង់ទិញផ្ទះស្រាប់គេធ្វើឲ្យស្រេចក៏មានលក់ដែរសាប៊ូឲ្យពេញនិយមមែនទែនផ្ទះដឹកដូចបងប្អូនឃើញខ្ញុំមកនេះខ្ញុំមករកទិញរបស់របរត្រៀមសម្រាប់យកទៅដាក់ចំការដោយហើយឃើញក៏លេខឃើញបងប្អូនរោងគេធ្វើឡើងស្អាតម៉ូដណាហើយស្រួលណាបងប្អូននឹងមិនឲ្យនៅនេះដូចមកនេះកន្លែងHome Depot បងប្អូនខ្ញុំមកហ្នឹងគេទិញចង់បង់រំលោះក៏បានទិញបង់ដាច់ក៏បានរោងគេនេះបងប្អូនចង់ទិញអីកំងទំហំមានធំមានតូចចឹងប្រាប់គេទៅនេះបងប្អូនគាត់ទៅប្រាប់ម៉ូដឃើញម៉ូដអីស្រឡាញ់ប្រាប់គេទៅស្អាតអញ្ចឹងរោងគេទិញយកទៅដាក់អីវ៉ាន់ណាបងប្អូនគេហៅការ៉ុចណាអាមេរិកចង់បានរោងទៅធ្វើផ្ទះលំហែអីក៏គេធ្វើដែរគេដឹកឲ្យដល់ចការហ្មងដល់ដីបងប្អូនតែម្ដងឃើញនេះស្អាតមែនទែនហើយនេះយើងចូលមកមើលនៅកន្លែងគេលក់ឈើម្ដងព្រោះអីខ្ញុំមកមើលត្រៀមរបស់របរសម្ភារៈចាព្រោះអីនៅនេះសវោកន្លែងគេលក់ឈើលក់សម្ភារៈធ្វើផ្ទះហ្មងធ្វើផ្ទះធ្វើរោងអញ្ចឹងណាបងប្អូនបើសិនជាតម្លៃឈើមកមើលតម្លៃឈើមិនជាសូវថ្លៃអីណាស់ណាទេតែបងប្អូនដឹងមកយាយឈើអត់សូវថ្លៃទេថ្លៃនឹងជួលជាងនៅអាមេរិកតម្លៃជួលជាងគឺថ្លៃណាបងប្អូនបងប្អូនឃើញទេឈើតសគេមួយដើម$15ឈើសម្រាប់ធ្វើលបងធ្វើអីចឹងមានឈើធំឈើទូចវិញនៅខាងក្រៅនៅអាមេរិកនេះគេពេញនិយមធ្វើលបងគេទិញឈើនៅខាងតំបន់ខាងខ្ញុំបងប្អូនពេលគេធ្វើលបងគេទិញឈើហើយមិនសូវមានលបងថ្មអីហ្មងទេគេទិញឈើចឹងហើយគេយកទៅលាបថ្នាំធ្វើលបងធ្វើអីប៉ុណ្ណាបងប្អូនអើយថ្លៃឈ្នួលជាងគឺថាមួយថ្ងៃបងប្អូនអ្នកអត់ចេះអីសោះគាត់ទៅជួយលើកគេមួយថ្ងៃក៏បានជាង$100ដែរតែបើនិយាយពីតម្លៃមេជាងវិញមួយម៉ោងអី$30-40ណាបងប្អូនអើយថ្លៃនៅនេះតម្លៃឈ្នួលមេជាងអញ្ចឹងហើយបានថានៅអាមេរិកនេះបងប្អូនដែលគាត់ចេះធ្វើខាងជាងមិនថាជួសជុលផ្ទះមិនថាជួសជុលគ្រឿងសំណង់គ្រឿងឡានគ្រឿងចាក់អីហ្នឹងគឺរកលុយបានណាបើដូចបងប្អូនឃើញនេះតែសនេះមួយដើម$5353អាពណ៌គេលាបថ្នាំហើយអត់សូវស្អាតទេនេះសិតតែគេលាបថ្នាំការពារមិនឲ្យពុកកុំឲ្យមេស៊ីអីចឹងណាបងប្អូនបើឈើនេះប្រទះសស្លែតនេះគេអត់ទាន់លាបអីទេអត់ទាន់លាបអីតម្លៃរៀងធូរឯងបើប្រទះមើលនឹងក្រៅធំដែរណាបងប្អូនមើលណែហើយមកស្លឹកគេតម្លៃ$29មាន20ជាងអីចឹងទៅតាមធំតាមតូចចឹងណាប៉ុន្តែស្លឹកគេវែងខ្ញុំមករកទិញឈើដែរមករៀបគម្រោងនេះស្អីចង់បានឈើណាយើងរៀបគម្រោងឲ្យស្រេចថាទិញអីគិតគូរតម្លៃអស់ប្រមាណពួកអីខ្ញុំចង់ធ្វើរោងនៅដីរបស់ខ្ញុំនៅចំការអញ្ចឹងហើយចង់ធ្វើរោងរៀងត្រឹសដែរអញ្ចឹងហើយមកមើលឲ្យគិតគូរវិញអស់តម្លៃប៉ុន្មានអញ្ចឹងស្រួលទិញយកទៅធ្វើ